បងប្អូនតែងតែឮថាជំងឺ stroke មែនទេហើយច្បាស់ជាឆ្ងល់ថាជំងឺ stroke នេះជំងឺអីទៅឥឡូវនេះខ្ញុំនឹងធ្វើការបកស្រាយអំពីជំងឺ stroke ហ្នឹងជំងឺ stroke គឺជាជំងឺស្ទះឬដាច់សរសៃឈាមខួរក្បាលហើយថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអំពីការប៉ះទង្គិចនៅផ្នែកខាងស្ដាំនៃខួរក្បាលហើយវាធ្វើឲ្យខ្សោយនៅផ្នែកខាងឆ្វេងនៃរាងកាយរបស់អ្នកជំងឺខាងក្រោមនេះគឺជាលក្ខណៈសម្គាល់នៃរោគសញ្ញារបស់អ្នកជំងឺដែលមានការខ្សោយនៅផ្នែកខាងឆ្វេងទី1គឺតកតងជាមួយនឹងការនិយាយនិងការប្រស័យទាក់ទងរបស់អ្នកជំងឺចំពោះអ្នកជំងឺ stroke ដែលមានការប៉ះទង្គិចនៅផ្នែកខួរក្បាលខាងស្ដាំហើយខ្សោយខាងឆ្វេងគឺគាត់ពិបាកនៅក្នុងការប្រស័យទាក់ទងជាមួយនឹងក្រុមគ្រួសារឬក៏សាច់ញាតិឬក៏ជាមួយមនុស្សជុំវិញផងដែរព្រោះដោយសារតែការខ្សោយនៅសាច់ដុំរបស់គាត់អញ្ចឹងពិបាកនៅក្នុងការ control និងពិបាកនៅក្នុងការបញ្ចេញសំឡេងឬក៏ប្រស័យទាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនទី2តកតងជាមួយនឹងផ្នែកខាងឆ្វេងនៃរាងកាយរបស់គាត់គឺបាត់បង់នៃការញៀនដឹងគឺដោយសារតែមានការប៉ះទង្គិចទៅធ្វើឲ្យអវយវៈរបស់គាត់នឹងមានការថមថយនៅញៀននៃការដឹងអញ្ចឹងតកតងជាមួយនឹងដៃឬក៏ជើងធ្វើឲ្យគាត់មានអារម្មណ៍ថាស្ពឹកសពន់ច្រើនជាងមុនឬមិនដឹងខុសពីធម្មតានៃអវយវៈដែលគាត់អាចកម្រើកបានទី3តកតងជាមួយនឹងវិបត្តិនៅក្នុងការលេបពួកអ្នកជំងឺ stroke ផ្នែកខាងឆ្វេងគឺប្រឈមមុខនឹងការបរិភោគមិនថាទឹកឬក៏អាហារទេនៅពេលដែលបរិមាណទាំងអស់នោះមិនសមរម្យឬក៏មិនសមស្របទៅនឹងការលេបរបស់គាត់នឹងប្រឈមជាមួយនឹងការឆ្លក់ហើយការឆ្លក់នោះផងដែរវានឹងវិវត្តឲ្យអ្នកជំងឺ stroke ផ្នែកខាងឆ្វេងនេះវិវត្តទៅរកមានបញ្ហារលាកសួតរបស់គាត់ចំណុចទី4នោះតកតងជាមួយនឹងការប្រស័យទាក់ទងរបស់អ្នកជំងឺជាមួយនឹងក្រុមគ្រួសារឬក៏ជាមួយមនុស្សជុំវិញធម្មតាអ្នកជំងឺ stroke ដែលប៉ះទង្គិចនៅផ្នែកខាងឆ្វេងគាត់តែងតែពិបាកនៅក្នុងការរកពាក្យពេចន៍នៅក្នុងការនិយាយស្ដីនិងប្រស័យទាក់ទងចំពោះមនុស្សជុំវិញខ្លួនដែលហេតុនេះហើយធ្វើឲ្យគាត់តែងតែចង់នៅម្នាក់ឯងហើយនៅក្នុងបន្ទប់ស្ងាត់ចំណុចទី5នោះតកតងជាមួយនឹងបញ្ហាស្បែកដោយអ្នកជំងឺ stroke ផ្នែកខាងឆ្វេងគាត់សម្រាកនៅលើគ្រែយូរគាត់ប្រឈមមុខជាមួយនឹងការរមាស់នៅស្បែកហើយមានការបង្ករោគនៅលើស្បែកហើយមួយវិញទៀតនោះនៅពេលដែលអ្នកជំងឺសម្រានតែនៅមួយកន្លែងមិនមានការផ្អៀងផ្អងទៅឆ្វេងទៅស្ដាំបានត្រឹមត្រូវនោះទេអ្នកជំងឺនឹងប្រឈមជាមួយនឹងបញ្ហាដំបៅក្រែសរុបមកចំពោះអ្នកជំងឺដែលមានបញ្ហា stroke ផ្នែកខាងស្ដាំដែលទន់ផ្នែកខាងឆ្វេងគឺតម្រូវឲ្យមានក្រុមការងារបច្ចេកទេសដើម្បីតាមដាននិងមើលថែបានជាក់លាក់និងដាក់ផែនការឲ្យបានត្រឹមត្រូវ